បុរសម្នាក់បានយកបន្សៅស៊ីម៉ែនមួយមុតយកមកលាយជាមួយសាំងបង្កើតជាផ្លែស្លេះខាប់ៗមួយបន្ទាប់មកគាត់យកផ្លែស្លេះនោះលាបលើរាងកាយអ្នកក្បត់របស់គាត់យ៉ាងប្រុងប្រយ័ត្នមិនទាន់ផ្លែទេពួកគេត្រូវបានផ្លាស់ប្ដូរទម្រង់ឲ្យមើលទៅដូចជាទាហានសត្រូវការខិតខំធ្វើបែបនេះទាំងអស់គឺសម្រាប់គោលបំណងតែមួយដើម្បីចូលជ្រាបចូលទៅក្នុងរោងចក្រចម្រាញ់ប្រេងនៅស្ពានអមរាភិបដោយគ្មាននរណាដឹងអ្នកចាស់ម្នាក់ដែលទទួលបន្ទុកត្រួតពិនិត្យសុវត្ថិភាពបានប្រើកែវយឺតមើលយូរមួយហើយក៏មិនបានសង្ស័យអីទេគាត់គិតថាពួកនោះគឺជាមនុស្សរបស់ខ្លួនមកបដូរសាងធម្មតាប៉ុន្តែគ្មាននរណាអាចរំពឹងទុកបានថាខាងក្រោមរថយន្តនោះបន្ទឹងមានសត្រូវជាច្រើនណាស់ជ្រុះចេញមកភ្លាមៗមានសម្លេងចលាចលស្ទើរតែរញ្ជួយទីនោះហើយក្នុងរយៈពេលខ្លីពួកគេបានគ្រប់គ្រងលីងឌីនោះទាំងស្រុងបន្ទាប់ពីបរិះនោះបានចាប់យកមេដឹកនាំសត្រូវបានសម្រេចគាត់ក៏ដើរចូលទៅក្នុងប៉ោលស្ពានអមរាភិបដោយមានទឹកមុខជឿជាក់ដើម្បីចាប់ផ្ដើមការចរចាគាត់បានដាក់លក្ខខណ្ឌថាចាប់ពីនេះទៅបើចង់បានសាំងវិញត្រូវយកអាហារនិងទឹកមកបដូរបើមិនព្រមវិញនឹងផ្ទុកបំផ្លាញរោងចក្រចម្រាញ់ប្រេងគណៈពេលទាំងពីរប៉ាក់កំពុងចំនួនគ្នាខ្លាំងក្មេងស្រីម្នាក់បានបញ្ចេញមកក្នុងទិដ្ឋភាពរបស់ស្ពានអមរាភិបអ្វីដែលគេមិនគិតដល់គឺអ្នកចាស់នោះគ្រាន់តែយកក្មេងស្រីនោះទៅជាវត្ថុបដូរដឹងទេថាក្នុងយុគសម័យនោះស្ត្រីមិនអាចមានកូនធម្មតាបានទេកូនទាំងអស់តែងតែជាអ្នកពិការឬមានបញ្ហាផ្លូវចិត្តគាត់កំពុងកង្វល់រកស្ត្រីសុខភាពល្អសម្រាប់បន្តពូជដូច្នេះការចរចាដែលដើរទៅជាសង្គ្រាមស្ទើរតែផ្ទុះបានคล้ายទៅជាសន្តិភាពដោយសារក្មេងស្រីម្នាក់នោះចុងក្រោយទាំងពីរបានឈានដល់គិតព្រមព្រៀងគឺបុរសនោះទុកក្មេងស្រីឲ្យនៅទីនោះហើយខ្លួនគាត់ក៏ក្លាយជាម្ចាស់ថ្មីនៃរោងចក្រចម្រាញ់ប្រេងនោះយ៉ាងស្រួលស្រាយ